សិភើមករកចិត្តមានចំនួនទំព័ររហូតដល់190ទំព័រគឺជិត200ទំព័រនេះគឺជាសិភើខ្នាត A5 ដែលអ្នកទាំងអស់គ្នាទិញទៅគឺមិនបាច់ភ័យថាវាស្ដើងវាអីទេគឺវាមិនល្មមអានតែម្ដងទាំងអស់គ្នាហើយសាច់រឿងទៀតសោតគឺនិយាយអំពីព្រីមហើយនិងប៉ុបគឺអ្នកទាំងពីរហ្នឹងគឺជាមិត្តភក្តិនឹងគ្នាតែអ្នកទាំងអស់គ្នាចង់ដឹងថាសាច់រឿងរោគចិត្តអីមិនទៀតតតែទិញអានខ្លួនឯងហើយប៉ុន្តែនៅក្នុងសិភើនេះគឺគេនិយាយថាអញ្ចេះថាមិត្តភក្តិគេរាប់អានស្និទ្ធស្នាលគ្នាធម្មតាតែមិត្តភក្តិខ្ញុំរាប់អានស្និទ្ធស្នាលគ្នាប្រាថ្នាតែខ្លួនប្រាំទៅវិញនិយាយទៅដោយសារតែតួប្រុសរបស់យើងហ្នឹងណាគាត់គឺជាថបគឺជាមនុស្សម្នាក់ដែលមានសាច់ដុំកង់អ្នកណាក៏ចង់ឆៃដែរបើតួស្រីប៉ុបវិញគឺជាមនុស្សម្នាក់ដែលរោគចិត្តតាំងពីក្មេងប៉ុន្តែមិនដែលទទួលស្គាល់ទេថាខ្លួនឯងហ្នឹងណាជាមនុស្សរោគចិត្តតតែពេលបានជួបប្រុសស្រីដុំមិនដឹងខ្លួនថាខ្លួនឯងហ្នឹងគឺជាអ្វីបើចង់ទិញចាយគាត់តែប្រាប់ឲ្យហើយទេថាអូហើយអានស៊ីញាក់តែម្ដងអ្នកណាគេចូលចិត្តឆុងមីឆុងមុងអីហ្នឹងអូហើយចាសុំនិយាយតែម្ដងថាវាឆ្ងាញ់បងប្អូនអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់លោកអ្នកដែលត្រូវការទិញសិភើមករកចិត្តអាចទិញបានគឺតម្លៃឥឡូវពិសេសមែនតើតម្លៃ$7 $8ឥឡូវនឹងបញ្ចុះតម្លៃសល់តែ$5ទាំងអស់គ្នាវគ្គ1